ខ្លាំងចំពោះអ្នកដែលមានបញ្ហាបេះដូងចំពោះអ្នកជំងឺបេះដូងអាការៈផ្ដាសាយបន្តិចបន្តួចអាចវិវត្តទៅជារលាកសួតនិងធ្វើទុកទៅលើបេះដូងគាត់ឲ្យកាន់តែខ្សោយខ្លាំងឡើងជាងមុនរោគសញ្ញានៃការក្អកផ្ដាសាយអាចវិវត្តទៅជាការហត់ហើយដែលការចាប់ផ្ដើមហត់បន្តិចម្ដងបើសិនជាមិនបានយកចិត្តទុកដាក់ពីដើមទីទេអាចធ្វើទុកឲ្យបេះដូងកាន់តែខ្សោយខ្លាំងឡើងការរលាកសួតកាន់តែកើតឡើងខ្លាំងក៏ដូចជារោគសញ្ញានៃការហើមសួតហៅថា pulmonary edema ធ្វើទុកទៅលើបេះដូងគាត់រួមទាំងសរីរាង្គផ្សេងទៀតកាន់តែខ្លាំងជាងមុនថែមទៀតដើម្បីការពារជំងឺកុំឲ្យវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរសូមបងប្អូនតាមដាននិងប្រយ័ត្នតាំងពីដំណាក់កាលមួយថ្ងៃពីរថ្ងៃដំបូងសូមហូបទឹកក្តៅអ៊ុនៗតមប្រៃតាមដានបរិមាណទឹកចូលនិងទឹកចេញតាមដានស្ថានភាពហត់ថាតើមានហត់កាន់តែខ្លាំងជាងមុនដែរឬក៏អត់ទេសូមហូបថ្នាំឲ្យបានទៀងទាត់ពេលបើសិនជាក្នុងដំណាក់កាលមួយថ្ងៃពីរថ្ងៃដំបូងនេះរោគសញ្ញាកាន់តែធ្វើទុកខ្លាំងឡើងសូមប្រញាប់ជួបជាមួយគ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងធ្វើការបន្ថែមថ្នាំឬក៏រៀបចំកម្រិតថ្នាំជាថ្មីឡើងវិញជូនបងប្អូនដើម្បីការពារកុំឲ្យស្ថានភាពបេះដូងបងប្អូនកាន់តែវិវត្តទៅរកការខ្សោយខ្លាំងក៏ដូចជាការពារសរីរាង្គសំខាន់ដទៃផ្សេងទៀតកុំឲ្យមានការធ្វើទុកវិវត្តកាន់តែធ្ងន់ធ្ងរសូមចងចាំថាការព្យាបាលជំងឺតាំងពីដំណាក់កាលដំបូងអាចមានឱកាសខ្ពស់ក្នុងការជួយជីវិតបងប្អូនបាន